ការពីខែកក្កដាឆ្នាំមុន2025កន្លងទៅស្ថានភាពនៅតាមបណ្ដោយព្រំដែនបានធ្លាក់នៅក្នុងភាពការតានតឹងយ៉ាងខ្លាំងរហូតឈានដល់ការផ្ទុះអាវុធដែលបង្កឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចតក់ស្លុតយ៉ាងខ្លាំងរហូតសម្រាប់ចិត្តភៀសខ្លួនភ្លាមទៅរកទីសុវត្ថិភាពដែលអាជ្ញាធរបានរៀបចំជូនការនោះទាំងបុគ្គលិកអង្គការនិងប្រជាពលរដ្ឋយើងរត់គេចពីក្របផ្លោងជាមួយគ្នាដោយយកបានតែរបស់របរណាដែលចាំបាច់បន្តិចបន្តួចអ្នកខ្លះបានតែសម្លៀកបំពាក់ជាប់ខ្លួនប៉ុណ្ណោះធ្វើម៉េចឲ្យមានសុវត្ថិភាពសិនវាពិតជាលំបាកមែនទែនសម្រាប់បងប្អូននៅពេលនោះហើយផលប៉ះពាល់គឺពិតជាច្រើនជាពិសេសគឺទៅដល់កុមារតូចស្ត្រីដែលកំពុងតែមានទេពោះស្ត្រីដែលទឹកសម្រាកូនហើយចាស់ជរាក៏ដូចជាជនពិការដែលពួកគាត់ត្រូវរត់នៅក្រោមសម្លេងក្របផ្ទុះក៏ដូចជាមានភ្លៀងមានផ្គរក៏ដូចជាស្ថានភាពដែលកំពុងតែវឹកវរដែលពួកគាត់បានជម្លៀសខ្លួនទាំងគ្រួសារតាមគោយន្តម៉ូតូផ្សេងជាច្រើនហើយកំឡុងពេលនឹងផងដែរយើងឃើញថាសាលារៀននៅតាមបន្ទាត់ព្រំដែនត្រូវបានបិទទ្វារជាបណ្ដោះអាសន្នហើយមណ្ឌលសុខភាពនិងមន្ទីរពេទ្យក៏ត្រូវបានបិទទ្វារផងដែរដើម្បីសម្រួលឲ្យបងប្អូនក្នុងការយើងទៅរកសេវានៅកន្លែងផ្សេងទៀតដែលជិះឆ្ងាយអំពីតំបន់ដែលរងការផលប៉ះពាល់ផងដែរកំឡុងពេលនឹងផងដែរយើងក៏បានមើលឃើញអំពីការមោះមុតរបស់ពលិកដែលយើងមួយចំនួនដែលបានជំនះគឺយើងបានពួតដៃគ្នាមោះមុតក្នុងការបំពេញការងារដើម្បីធ្វើការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋជាពិសេសកុមារដែលបានជំនះសឹកនៅក្នុងមណ្ឌលដែលយើងបានរៀបចំដូចជាស្រេចដែលផ្អែកលើគោលការណ៍មនុស្សធម៌អង្គការទស្សនពិភពលោកបានប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការឆ្លើយតបរាល់តម្រូវការជាក់ស្ដែងទៅលើប្រជាពលរដ្ឋដែលជំនះសឹកក្នុងនោះយើងបានសហការយ៉ាងជិតស្និទ្ធជាមួយនឹងរដ្ឋាភិបាលនិងដៃគូសំខាន់ៗក្នុងការឆ្លើយតបភ្លាមយើងបានឆ្លើយតបនៅតម្រូវការចាំបាច់និងមិនទាន់ដូចជាពាក់ព័ន្ធនឹងស្បៀងអាហារយើងបានផ្ដល់ជាអង្គមីត្រីខនិងសម្ភារៈអាហារូបត្ថម្ភសម្រាប់កុមារមួយចំនួនទីជម្រកយើងបានផ្ដល់ជាតង់ហើយផ្នែកទឹកស្អាតនិងអនាម័យយើងបានផ្ដល់ជាអណ្ដូងជាប្រគុណជាទឹកសុទ្ធជាសម្ភារៈអនាម័យជាស្តែនទឹកជាបេះដូងទឹកសុទ្ធផ្សេងផ្នែកកសិកម្មនិងការកែលម្អជីវភាពយើងបានផ្ដល់ជាពូជមាន់ទាបន្លែសម្ភារៈកសិកម្មមួយចំនួនក៏ដូចជាសាច់ប្រាក់ជូនទៅដល់បងប្អូនជាពលរដ្ឋយើងផ្នែកអប់រំយើងបានផ្ដល់ជាសម្ភារៈសិក្សាដល់សិស្សានុសិស្សយើងបានរៀបចំជាថ្នាក់រៀនបណ្ដោះអាសន្នយើងបានរៀបចំជាជំនុំកំណានដើម្បីឲ្យកុមារអាចអាននិងលេងបាននៅទីនោះផ្នែកសុខាភិបាលយើងបានផ្ដល់សម្ភារៈសុខាភិបាលមួយចំនួនយើងបានផ្ដល់ការគ្រប់គ្រងការជួសជុលការសាងសង់កែលម្អផ្សេងទៅដល់មន្ទីរពេទ្យនិងមណ្ឌលសុខភាពចំពោះផ្នែកផ្លូវចិត្តយើងបន្តសហការជាមួយនឹងអង្គការដៃគូនិងអាជ្ញាធរក្នុងការអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់ដោយសារផ្លូវចិត្តនេះហើយទាក់ទងទៅនឹងអវយុទ្ធភ័ណ្ឌក្របមិនទាន់ទូក៏យើងបានសហការជាមួយនឹងអាជ្ញាធរមីនដើម្បីអប់រំផ្សព្វផ្សាយនិងដាក់ស្លាកសញ្ញាសម្គាល់សញ្ញាគ្រោះថ្នាក់ផ្សេងៗដែលរងផលប៉ះពាល់ដោយសារក្របអវយុទ្ធភ័ណ្ឌមិនទាន់ទូនឹងអញ្ចឹងជាពិសេសបន្ទាប់ពីនឹងគឺអង្គការទស្សនពិភពលោកយើងបានសហការជាមួយនឹងដៃគូសហគមន៍របស់យើងហើយនឹងអ្នកសម្របសម្រួលជំរុំដំណើរនឹងការយើងបានបំពាក់ជំរុំដំណើរនៅតាមជំរុំភាសាមួយហើយក្នុងនោះយើងក៏បានផ្ដល់ជាសម្ភារៈនិងសៀវភៅរឿងដើម្បីឲ្យកុមារមានភាពងាយស្រួលក្នុងការមកសិក្សារៀនសូត្រដើម្បីឲ្យផ្លូវចិត្តរបស់គាត់មានអារម្មណ៍ថាមានសុវត្ថិភាពទោះបីជាស្ថានភាពនៅតាមបណ្ដោយព្រំដែនមានភាពល្អប្រសើរច្រើនបងប្អូនភាគសឹកភាគច្រើនបានត្រឡប់ទៅលំនៅឋានវិញបងប្អូនភាគសឹកមួយចំនួនកំពុងតែស្នាក់នៅជំរំភាគសឹកហើយនឹងមួយចំនួនទៀតកំពុងតែនៅផ្ទះបណ្ដោះអាសន្នដែលគ្រប់គ្រងដោយរដ្ឋាភិបាលយ៉ាងណាក៏ដោយក្រុមការងារអង្គការទស្សនពិភពលោកគឺនៅតែបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអាជ្ញាធរដើម្បីពិនិត្យមើលលទ្ធភាពរៀបចំគម្រោងផែនការជួយគ្រប់គ្រងបន្តទៀតជាពិសេសគឺសម្រាប់គម្រោងស្ដារឡើងវិញសម្រាប់ជួយបងប្អូនប្រជាពលរដ្ឋថែមទាំងគម្រោងផ្សេងទៀតបន្ថែមពីនោះគឺគម្រោងសាច់ប្រាក់ ទន្ទឹមជាមួយនឹងការឆ្លើយតបនេះខ្ញុំ
រៀនសូត្របានថាថ្នាក់ដឹកនាំរបស់អង្គការទស្សនៈពិភពលោកដែលយកដំណាំផ្សេងគ្នាក៏ដូចជាក្រុមការងារនៅឯថ្នាក់មូលដ្ឋានបានធ្វើការរួបរวมគ្នាយ៉ាងប្រសើរប្រតាមធ្វើការដោយសេចក្តីស្រឡាញ់មានចិត្តអំណត់ខ្ពស់ក៏ដូចជាមានភាពបត់បែនរហ័សដើម្បីធ្វើការឆ្លើយតបទាន់ពេលវេលាទៅដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់អំពីចំនួនព្រំដែននេះផងដែរ ជាផែនការបន្តពួកយើងនឹងផ្ដោតការគ្រប់គ្រងទៅលើផ្នែកចិត្តសាស្ត្រសង្គមការការពារកុមារហើយនឹងផ្ដល់វគ្គបណ្ដុះបណ្ដាលទៅដល់អ្នកផ្ដល់សេវាជួរមុខទៅលើផ្នែកចិត្តសាស្ត្រសង្គមហើយនឹងពង្រឹងប្រព័ន្ធបញ្ជូនបន្តហើយជាពិសេសពួកយើងនឹងគ្រប់គ្រងទៅលើសម្ភារៈបង្រៀននិងរៀនប្រកបដោយបរិយាបន្នផងដែរ បុគ្គលិកអង្គការទស្សនៈពិភពលោកនៅតែបន្តយកចិត្តទុកដាក់ទៅលើកុមារជាពិសេសកុមារទំនុកបំរុងបន្តព្យាយាមក្នុងការសួរនាំស្ដីអំពីសុខភាពនិងសុខសុវត្ថិភាពក្នុងកំឡុងពេលដែលគាត់រស់នៅក្នុងទីតាំងមានសុវត្ថិភាព មិនតែប៉ុណ្ណោះអង្គការទស្សនៈពិភពលោកក៏បានជួយទាក់ទងនឹងបង្កើតជាសួនបន្លែហើយនឹងសត្វចិញ្ចឹមសត្វទាយកពងដើម្បីជួយសម្រួលការហូបចុកប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅកន្លែងជំរំជនភៀស ហើយនៅក្នុងឱកាសនេះផងដែរយើងសូមធ្វើការស្វាគមន៍នៅក្នុងទិវាមនុស្សធម៌អន្តរជាតិនេះខ្ញុំបាទតំណាងបុគ្គលិកអង្គការទស្សនៈពិភពលោកស្ពៀងមូលក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងាររបស់បុគ្គលិកអង្គការទស្សនៈពិភពលោកដៃគូរដ្ឋាភិបាលដៃគូសហគមន៍ដែលយើងបានធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធហើយនឹងមានភាពបុតមមហើយនឹងភាពក្លាហានក្នុងការឆ្លើយតបកំឡុងពេលដែលមានជនភៀសសឹកហើយការងារមនុស្សធម៌នេះគឺមិនមែនត្រឹមតែជាការផ្ដល់ជំនួយតែប៉ុណ្ណោះទេប៉ុន្តែវាជាការនាំមកនូវក្តីសង្ឃឹមភាពថ្លៃថ្នូរនិងអនាគតប្រសើរឡើងសម្រាប់កុមារជាពិសេសគឺគ្រួសារក្រីក្រនិងកុមារងាយរងគ្រោះផងដែរ